ក្រសួងសាធារណការនិងដឹកជញ្ជូនចេញសេចក្តីជូនដំណឹងស្តីពីការបិទបន្ថែមលេខផ្លាកយានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញក្នុងព្រះរាជាណាចក្រកម្ពុជាដោយពិនិត្យឃើញកន្លងមកមានម្ចាស់យានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញមួយចំនួនមិនបានចូលរួមអនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមសារនៃប្រកាសលេខ038សកចុះថ្ងៃទី16ខែមករាឆ្នាំ2014ស្តីពីសញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូនដែលជាហេតុនាំឲ្យជនឆ្លៀតឱកាសមួយចំនួនបានប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងបន្លំល្មើសទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយបញ្ហានេះក្រសួងសាធារណការនិងដឹកជញ្ជូននិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃប្រកាសខាងលើដោយផ្ដោតជាពិសេសលើការបិទបន្ថែមលេខផ្លាកយានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនទំនិញតាមរយៈសេចក្តីជូនដំណឹងនេះក្រសួងសាធារណការនិងដឹកជញ្ជូនជំរុញឲ្យសាធារណជនដែលជាម្ចាស់យានជំនិះធ្វើអាជីវកម្មដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់មេត្តាជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅខ្លឹមសារនៃប្រកាសស្តីពីសញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូនឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ